ថ្ងៃសែនចូលនំចិនកាន់តែខិតចិត្តចូលមកដល់ហើយតោះមកឆ្នៃហួយកឹង Snow សាច់ក្តាមលាយជាមួយនឹងពងថៃក្រហមជាមួយខ្ញុំទាំងអស់គ្នាហើយគ្រឿងផ្សំពិសេសដែលខ្ញុំមិនអាចខ្វះបានថ្ងៃនេះគឺប៊ីចេង Ajinomoto ហួយកឹងម្ដងបងប្អូនធ្វើរបៀបមិនដែរនេះគឺជាលើកទី1ណាខ្ញុំធ្លាប់តែញ៉ាំហើយខ្ញុំមិនដែរបានធ្វើតែខ្ញុំឃើញគេធ្វើតំណមែនតើអញ្ចឹងក៏ខ្ញុំមកសាកល្បងធ្វើសម្រាប់មុខម្នួយចូលឆ្នាំចិនណាដែលយើងប្រើជាមួយនឹងខ្ទឹមបារាំងគឺខ្ញុំច្រាមឲ្យម៉ត់ហ្នឹងទៅហើយខ្ញុំមានជាមួយនឹងស្ពៃក្តោបដែលខ្ញុំច្រាមវាឲ្យម៉ត់ដែរប៉ុន្តែខ្ញុំកាត់វាសិនអញ្ចឹងណាបងប្អូនបន្តមកទៀតយើងដាក់វាម្លាយណាបងប្អូនយើងទុកទៅលាយនៅពេលក្រោយហើយខ្ញុំមកច្រាមជាមួយនឹងខ្ទឹមក្រហមបន្ថែមហួយកឹងម្ដងខ្ញុំឃើញបងប្អូនយើងប្រើជាមួយនឹងពាក់គក់ឬមួយក៏ត្រាវអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមិនសូវចិត្តត្រាវអញ្ចឹងខ្ញុំមកឆ្នៃដាក់ជាមួយនឹងមើមឈូកដែលសារតែខ្ញុំចង់ឲ្យវា Snow វាមានរបៀបឈប់នៅក្នុងនឹងដែរអញ្ចឹងខ្ញុំក៏សាកឆ្នៃដាក់ជាមួយមើមឈូកម្ដងឥឡូវយើងធ្វើគ្រឿងហើយយើងមកលាយចូលគ្នាដាក់ក្នុងចានមួយអញ្ចឹងណាយើងដាក់គ្រឿងនេះខ្ញុំបានធ្វើបញ្ចូលអស់ហើយមានជាមួយសាច់ជ្រូកច្រាមគ្រឿងខ្ញុំមានតែជាមួយនឹងប្រេងខ្យងទឹកស៊ីអ៊ីវហើយខ្ញុំមានជាមួយនឹងស្ករអំពៅនេះបងប្អូននិយាយទៅគ្រឿងអស់ហ្នឹងគឺខ្ញុំស្មាននេះតាមប្រភេទសាច់របស់យើងស្មានណាបងប្អូនតោះមកគ្រឿងផ្សំមួយទៀតដែលខ្ញុំអាចខ្វះបានសម្រាប់ធ្វើម្ហូបនេះគឺប៊ីចេង Ajinomoto ដែលប៊ីចេង Ajinomoto មានគ្រាប់តូចងាយរលាយងាយចូលជាតិបង្កើនរសជាតិគ្រប់មុខម្ហូបហើយមាន5ខ្នាតណាបងប្អូនហើយខ្នាតដែលខ្ញុំប្រើនេះគឺ250ក្រាមក៏បានបន្ថែមពេលល្ងចូលតិចទៅឲ្យកាន់តែឈ្ងុយហើយកុំភ្លេចជាមួយនឹងម្សៅពោតជាមួយនឹងពងណាបងប្អូនដើម្បី Snow ហួយកឹងរបស់យើងគឺស្អិតល្មមចូលគ្នាហើយយើងកូរគ្រឿងឲ្យវាលាយសព្វណាហើយខ្ញុំក៏បានបន្ថែមម្រេចចូលតិចទៀតដែរដើម្បីកាន់តែឈ្ងុយឥឡូវខ្ញុំលាយ Snow ហើយគឺខ្ញុំផ្អាប់ទុកបន្តិចសិនណាដើម្បីឲ្យគ្រឿងអស់ហ្នឹងគឺវាលាយចូលជាតិអស់បងប្អូនតបមកខ្ញុំក៏បានថែមជាមួយនឹងខ្ទឹមហើយយើងចាប់ផ្ដើមមករុំជាមួយនឹងហួយកឹងរបស់យើងដើម្បីដាក់ទៅចំហុយសម្បកហួយកឹងនេះបងប្អូនអាចរកទិញនៅផ្សារបានអានេះខ្ញុំទិញបោះដូចជាបោះចិនណាខ្ញុំមកដែរសាកឲ្យបងប្អូនខ្ញុំធ្វើសាកឃើញវារៀងស្ដើងដែរអញ្ចឹងខ្ញុំក៏រុំវា2ជាន់ទៅហើយខ្ញុំដាក់ជាមួយនឹង Snow ដែលយើងបានលាយខ្ញុំក៏បន្ថែមជាមួយសាច់ក្តាមដុំឲ្យកាន់តែតំណហើយថែមជាមួយនឹងពងថៃក្រហមបញ្ចូលដែរបងប្អូនដោយសារតែខ្ញុំចិត្តឆ្នៃអញ្ចឹងខ្ញុំក៏និយាយទៅខ្ញុំចង់ឲ្យហួយកឹងពេលដែលហែកមកវាឃើញសាច់ក្តាមនៅក្នុងប៉ុន្តែយើងអត់ដឹងទេណាយើងចាំទៅអ៊ុតមើលលទ្ធផលទាំងអស់គ្នាបន្ទាប់ពីហុំហួយកឹងហើយយើងមកចងជាមួយនឹងខ្សែដែលយើងសម្រាប់ធ្វើម្ហូបបងប្អូនហើយខ្ញុំចងទៅតាមកលៈសាច់ក្តាមដែលខ្ញុំបានដាក់នឹងហើយដូចតែបងប្អូនយើងចងធ្វើអញ្ចឹងណាបន្ទាប់ពីខ្ញុំចងហួយកឹងហើយខ្ញុំដាក់ចំហុយប្រហែលជា20នាទីបងប្អូនចំហុយ20នាទីហើយខ្ញុំទុកហួយកឹងរបស់យើងឲ្យត្រជាក់សិនបាទយើងយកទៅបំពងពេលដែលបំពងយើងបើកភ្លើងមុំៗណាបងប្អូនយើងអាចតេស្តជាមួយនឹងចុងចង្កឹះយើងបានពេលដែលខ្លាញ់ក្តៅហើយយើងដាក់ហួយកឹងរបស់យើងចូលណាមើលទៅវាឡើងពណ៌ស្អាតហើយយើងស្រង់ចេញមកបន្ទាប់មកទៀតយើងទៅរៀបចំដាក់ចានដើម្បីទៅសាកល្បងទាំងអស់គ្នាហើយបើសិនជាបងប្អូនធ្វើម្ហូបសម្រាប់ចូលឆ្នាំចិនខាងមុខនេះកុំភ្លេចប្រើប្រាស់ជាមួយនឹងប៊ីចេង Ajinomoto មានគ្រាប់តូចងាយរលាយងាយចូលជាតិបង្កើនរសជាតិគ្រប់មុខម្ហូបហើយមាន5ខ្នាតសម្រាប់ជ្រើសរើសហើយមាន34ក្រាមមាន200ក្រាម250ក្រាមមាន500ក្រាមនិង1គីឡូក្រាមបងប្អូនអាចយកមកប្រើប្រាស់ដោយទំនុកចិត្តខ្ពស់ព្រោះទទួលស្គាល់ដោយគុណភាពចំណីអាហារដោយវិទ្យាស្ថានស្តង់ដារកម្ពុជានិងផលិតតាមស្តង់ដារប្រទេសជប៉ុនហើយរោងចក្រ Ajinomoto Cambodia ក៏មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal គ្រប់ភ្នំពេញផងដែរបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមឬជាផលិតផលសូមចូលទៅកាន់ Facebook Page Ajinomoto Cambodia ហើយកុំភ្លេចចូលរួមថតរូបម្ហូបសែនចូលឆ្នាំចិនជាមួយប៊ីចេង Ajinomoto ដើម្បីឈ្នះរង្វាន់ជាច្រើនជាមួយ Page Ajinomoto Cambodiaចឹងជំរាបលាបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតអូហើយបើសិនជាឃើញហួយកឹងដែលខ្ញុំឆ្នៃដាក់សាច់ក្តាមជាមួយនឹងពងថៃក្រហមចូលឃើញចំណងកុំភ្លេចសាកល្បងធ្វើសម្រាប់ឱកាសចូលឆ្នាំចិនដែលខិតជិតចូលមកដល់ចឹងជំរាបលាបងប្អូនទាំងគ្នា